គ្រប់ជំរាបសួរចំពោះពុកម៉ែបងប្អូនក៏ដូចជាអាដាមជំទាវលោកស្រីដែលមានវត្តមាននៅទីនេះដែលចំណាយពីវេលាដ៏មានតម្លៃចូលរួមសិក្ខាកាមចំនួន3ថ្ងៃអញ្ចឹងការចំណាប់អារម្មណ៍របស់ខ្ញុំបាទមាសរដ្ឋរយៈពេលដែលខ្ញុំចូលសិក្សារយៈពេល3ថ្ងៃមុនពេលរៀនទទួលមេរៀនហើយតើមុនពេលរៀននឹងរៀនហើយតើវាខុសគ្នាបែបណាហើយការចំណាប់អារម្មណ៍របស់ខ្ញុំបាទសរដ្ឋគឺខ្ញុំសម្លឹងទៅលើលោកគ្រូចននេះដែលបានបង្ហាញពីកលឹះនៅមេរៀន X3 ដែលខ្ញុំកំពុងតែចាប់អារម្មណ៍ថ្ងៃនេះក៏ដូចជាពីកន្លងមកដែរមានន័យថាពីមុនមកខ្ញុំធ្លាប់តែជ្រើសរើសយកកង់យកម៉ូតូយកឡានយកយន្តហោះខ្ញុំចេះតែក្តីសម័យចេះតែវង្វេងនៅពេលដែលគាត់បានបង្ហាញអំពីមេរៀនចាប់ពី X1 រហូត X3 នេះគឺគាត់ចង់បង្ហាញអំពីគោលដៅបាទគោលដៅមានន័យថាយើងចង់បើកមុខរបរ business អីផ្សេងឬក៏ចំនួនអ្វីមួយយើងត្រូវតែដាក់គោលដៅចាប់យកគោលដៅពីមុនសូមយើងសម្រេចនៅផែនការគោលការណ៍តាមក្រោយនៅពេលដែលយើងបានដាក់គោលដៅពីមុនហើយនោះហើយជាក្តីសម័យនិងក្តីបំណងរបស់ខ្ញុំបាទដែលចង់បានពីមុនមកខ្ញុំធ្លាប់បើកហាងបើកផ្ទះសនៈបើកភោជនីយដ្ឋាននៅកំពង់ធំខ្ញុំមិនដែលមានគោលដៅទេច្រើនតែចាប់យកតាពីចាប់យកមេឃគេប្រវល់ចាប់យកធៀងចាប់យកមេឃគេប្រវល់ទៅហើយមិនដឹងថាតើទៅនឹងវាបរាជ័យឬក៏ជោគជ័យទេក៏ប៉ុន្តែនៅពេលដែលខ្ញុំសរដ្ឋចំណាយពេលវេលាដែលមានតម្លៃចូលរៀនវគ្គសិក្ខាសាលាចំនួន3ថ្ងៃនេះបានលោកគ្រូចននេះដែលជា mentor ដែលជាគ្រូបង្វឹកនោះពូកែម្នាក់ដឹកនាំខ្ញុំអារម្មណ៍ខ្ញុំកំណត់បញ្ញារបស់ខ្ញុំឲ្យចាប់យកគោលដៅមុនគេនេះជាជំនាញដែរអ្វីដែលខ្ញុំត្រូវការនេះអ្វីដែលខ្ញុំទទួលបានមេរៀនពីគាត់ពីលោកគ្រូចននេះរយៈពេល3ថ្ងៃនេះបាទអញ្ចឹងជាចុងក្រោយខ្ញុំបានសរសសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោកគ្រូសាស្ត្រាចារ្យបណ្ឌិតចននេះដែលតែងចំណាយពេលវេលាដែលមានតម្លៃក៏ដូចជាចំណាយហិរញ្ញវត្ថុចំណាយទាំងក្តីសុខបាទចំណាយទាំងពេលវេលាសម្រាប់រូបខ្ញុំបាទសរដ្ឋក៏ដូចជាបងប្អូនសាខាកម្មទាំងអស់គ្នាផងដែរអញ្ចឹងសូមគោរពជូនពរលោកគ្រូចននេះជួបតែសំណាងល្អសុខភាពល្អនិងរកទទួលទានបានគ្រប់ពេលវេលាសូមអរគុណ